ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងមានភ្នំមួយខ្ពស់ជាងគេមើលពីចម្ងាយទៅឃើញដូចមនុស្សដេកសណ្ដូកខ្លួននៅលើភ្នំនោះមានរុក្ខជាតិតូចធំដុះជាច្រើនដូចភ្នំឯទៀតនៅជុំវិញនោះដែរតែប្លែកជាងគេត្រង់ចង្កេះភ្នំនោះមានដុះមកអមដុះច្រើនណែនណាន់តាន់តាប់អ្នកស្រុកនៅជុំវិញភ្នំនោះគេមិនបរិភោគមកអមនោះទេព្រោះគេឮចាស់ចាស់ដំណាលថាភ្នំនោះកើតពីរូបនាងកង្រៃយក្ខនីរឿងពុទ្ធិសែននាងកង្រី កាលនោះមានសេដ្ឋីពីរនាក់ប្តីប្រពន្ធមានទ្រព្យសម្បត្តិស្តុកស្តម្ភប៉ុន្តែគ្មានកូនសោះគិតហើយពីរនាក់ប្រពន្ធក៏សម្រេចទៅបួងសួងសុំកូនពីទេវតាដើមជ្រៃមួយក្រោយមកប្តីប្រពន្ធទាំងពីរក៏កើតបានកូនស្រី12នាក់តាំងពីកើតបានកូនទាំង12នាក់មកទ្រព្យសម្បត្តិសេដ្ឋីក៏បានថយចុះបន្តិចម្ដងដោយសារចំណាយទៅលើការផ្គត់ផ្គង់ចំពោះកូនស្រីទាំង12នាក់ពួកគេបានធ្លាក់ខ្លួនក្រលំបាកដោយស៊ូទ្រាំនឹងជីវភាពដូចនេះពុំបានពួកគេក៏បានសម្រេចចិត្តយកកូនទាំង12ទៅបំបោះបង់ចោលនៅក្នុងព្រៃនាងទាំង12ក្រោយពីដឹងថាត្រូវឪពុកម្ដាយបំបោះបង់ខ្លួនចោលពួកនាងនាំគ្នាយំស្រែកយ៉ាងខ្លាំងនៅទីនេះមានផ្លែឈើតិចៗយើងត្រូវរស់បន្តថ្ងៃណាមួយយើងនឹងមានជីវិតល្អវិញក្នួននោះយក្សសន្ធមារដែលមានកម្លាំងកាចសាហាវបានឃើញក្មេងស្រីទាំង12ដំបូងនាងមានគំនិតមួយចង់យកពួកនាងធ្វើជាអាហារតែបន្ទាប់មកនាងបានរងចាំពេលវេលាសមស្របក្រោយមកនាងបានបំលែងខ្លួនពីយក្សទៅជារូបមនុស្សស្រីដ៏ស្រស់ស្អាតដើម្បីលាក់អត្តសញ្ញាណពិតរបស់មកជាមួយខ្ញុំផ្លូវនេះនឹងនាំអ្នកទៅកន្លែងសុវត្ថិភាពយើងគួរតែទុកចិត្តនាងទេផ្លូវនេះស្អាតណាស់ហើយនាំក្មេងស្រីទាំង12ទៅក្នុងរាជវាំងដើម្បីឲ្យពួកនាងបម្រើនិងថែរក្សាកូនស្រីរបស់នាងគឺនាងកង្រីបន្ទាប់